បាទសួស្តីបងប្អូនអ្នកគ្នាមកកាន់ Channel YouTube ខ្ញុំបាទអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទាក់ទងនឹងការឆែករកមើលវីដេអូដែលធ្លាប់ post story នៅក្នុង Facebook ពីមុនដើម្បីយើងយកមកមើលឬមួយក៏យើង download យកវីដេអូចាស់ៗនោះមកវិញអញ្ចឹងទៅបងប្អូនអ្នកគ្នាអញ្ចឹងបងប្អូនដឹងស្រាប់ហើយនៅពេលដែលយើង post វីដេអូនៅក្នុង Facebook post story បងប្អូនអ្នកគ្នាមិនមែនវីដេអូធម្មតាគឺ post story បងប្អូនអញ្ចឹងនៅពេលដែលវាផុតកំណត់ម៉ោងវា24ម៉ោងវានឹងបាត់ដោយអូតូអញ្ចឹងនៅពេលដែលបាត់វីដេអូនឹងហើយបងប្អូនចង់បានវីដេអូនឹងមកវិញតែអត់ដឹងថាយើងទៅយកនៅកន្លែងណាទេហើយក៏អត់ដឹងឆៃរកមើលកន្លែងណាដើម្បីឃើញវីដេអូនឹងត្រឡប់មកវិញប៉ុន្តែ Facebook មានលក្ខខណ្ឌមួយនៅពេលដែលគ្រប់គម្រប់មួយឆ្នាំឬមួយក៏2ឆ្នាំ3ឆ្នាំហ្នឹងទៅវានឹង load ឲ្យឃើញវីដេអូចាស់ៗដែលយើងធ្លាប់ post story ហ្នឹងហើយអញ្ចឹងយើងមិនបាច់រងចាំយូរទេបងប្អូនអ្នកគ្នាវារហូតដល់1ឆ្នាំ2ឆ្នាំ3ឆ្នាំនោះយើងចូលទៅឆែកភ្លាមហ្មងទៅបើសិនជាយើងស្រឡាញ់វីដេអូណាចង់យកវីដេអូចាស់មួយណាយកមកវិញយើងអាចយកបានដោយអូតូអញ្ចឹងបងប្អូនបើសិនជាគិតថាវីដេអូខ្ញុំមានប្រយោជន៍កុំភ្លេចជួយ like subscribe ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំ upload វីដេអូបន្តទៀតអញ្ចឹងកុំឲ្យរងចាំតែទឹងយូរយើងចូលទៅទស្សនាទាំងអស់គ្នានេះយើងចូលមកក្នុង account Facebook របស់យើងមក account Facebook ដែលយើងធ្លាប់លេងប្រចាំថ្ងៃបងប្អូនអ្នកគ្នាដែលយើងធ្លាប់ post story ធ្លាប់អីនៅលើ Facebook ហ្នឹងបងប្អូនអ្នកគ្នាអញ្ចឹងបងប្អូនតែចាំថាចេះនៅពេលដែលបងប្អូនបង្កើត Facebook ភ្លាមហើយបងប្អូន post story នៅក្នុង Facebook ហ្នឹងបងប្អូនអ្នកគ្នានៅជាប់ទាំងអស់បងប្អូនអ្នកគ្នាអត់បាត់តាណាទេអញ្ចឹងសម្រាប់អ្នកណាដែលមានសង្សារចាស់អីធ្លាប់មានសង្សារ post story នៅក្នុង Facebook ហ្នឹងអីអាចឆៃទៅឃើញទាំងអស់បងប្អូនអ្នកគ្នាអត់បាត់តាណាទេរាប់ឆ្នាំនៅកណិចដោយអូតូអញ្ចឹងបងប្អូនអ្នកគ្នាបាទឥឡូវយើងចូលមកសាច់រឿងយើងវិញបន្ទាប់ពីយើងចូលមកក្នុង Facebook ហ្នឹងហើយបងប្អូនក៏លេខទៅមើលខាងលើខាងឆ្វេងដៃបងប្អូនមិនមែនខាងស្នាមដៃណាខាងឆ្វេងដៃដែលមានសញ្ញាត្រេ3បងប្អូនអ្នកគ្នាសញ្ញាត្រេ3ហ្នឹងបងប្អូនអ្នកគ្នាបងប្អូនត្រូវការចុចចំហ្នឹងមកអូខេបន្តមកវាចូលមកដល់កន្លែងនេះនៅពេលដែលបងប្អូនចុចចំសញ្ញាត្រេ3ហ្នឹងហើយមកចូលមកដល់កន្លែងនេះបងប្អូនមើលមកជួរខាងឆ្វេងដៃបងប្អូនអ្នកគ្នាខាងស្នាមដៃអត់មានអីទាំងអស់មានតែខាងឆ្វេងដៃទេបងប្អូនអ្នកគ្នាអញ្ចឹងបងប្អូនមើលទៅនេះបងប្អូនឃើញអក្សរខ្មែរគេដោតអនុស្សាវរីយ៍ដែលមានរូបនាឡិកាចំកណ្ដាលហើយមានវងសញ្ញាព្រួញជុំវិញហ្នឹងបងប្អូនអ្នកគ្នាអញ្ចឹងបងប្អូនធ្វើការចុចចំហ្នឹងមកអូខេបន្តមកបងប្អូនចូលមកដល់កន្លែងនេះចូលដល់កន្លែងហ្នឹងណាបងប្អូនក៏លេខទៅមើលខាងលើហើយខាងស្ដាំដៃម្ដងពីមុនមកយើងមើលមកខាងឆ្វេងដៃឥឡូវយើងមើលទៅខាងស្ដាំដៃម្ដងចូលមកដល់កន្លែងនេះបងប្អូនឃើញសញ្ញានាឡិកាចំកណ្ដាលហ្នឹងហើយសញ្ញាព្រួយជុំវិញហ្នឹងចិត្តកងចាក់ហ្នឹងបងប្អូនអ្នកគ្នាបងប្អូនត្រូវការចុចចំហ្នឹងមកអូខេបងប្អូនធ្វើការចុចចំមកអូខេគឺជាវីដេអូដែលយើងធ្លាប់ post story ពីមុននៅក្នុងFacebook របស់យើងបងប្អូនអ្នកគ្នាអញ្ចឹងខ្ញុំធ្វើការដាក់បាំងឲ្យបងប្អូនអ្នកគ្នាខ្លាចឃើញមុខទៅបងប្អូនលងស្នេហ៍អញ្ចឹងណាអត់ទេនិយាយលេងទេបងប្អូនអ្នកគ្នាអញ្ចឹងបងប្អូនធ្វើការអស់រមើលមកវីដេអូណាដែលបងប្អូនធ្លាប់ស្រឡាញ់ខ្លាំងចង់យកវីដេអូហ្នឹងទៅវិញអញ្ចឹងបងប្អូនធ្វើការចូលទៅ down មកឥឡូវយើងចូលទៅក្នុងវីដេអូហ្នឹងដើម្បីយើង down វីដេអូហ្នឹងយកមកទុកអញ្ចឹងបងប្អូនអ្នកគ្នាអញ្ចឹងខ្ញុំធ្វើការចូលមកវីដេអូខ្ញុំមួយនេះបងប្អូនអ្នកគ្នាបាទអូខេបន្តមកបងប្អូននេះមើលត្រេ3ខាងស្ដាំដៃបងប្អូនអ្នកគ្នាបងប្អូនធ្វើការចុចចំត្រេ3ហ្នឹងមកបងប្អូនអ្នកគ្នានឹងឃើញសញ្ញា down ហើយបងប្អូនអ្នកគ្នាបងប្អូនធ្វើការចុច down មកអូខេនេះអញ្ចឹងបងប្អូន down បានហើយអត់មានអីពិបាកទេបងប្អូនអ្នកគ្នាអញ្ចឹងបើសិនជាគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍កុំភ្លេចជួយ like subscribe ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំ